ពួកខ្ញុំទាំងអស់គ្នាបានកំឡុងទៅលេងកាពិតក្នុងឥឡូវនេះពួកយើងក៏បានទៅជំរាបសួរមកណាខ្ញុំក៏បានជួយគ្នាឈ្មោះថាប៉ុន្តែពួកយើងបានទៅដាច់តែម្ដងរត់មកយើងជួយដល់សិស្សសារីនិងជាកាត់ត្រៃប្រកួតបានទីក៏បានជួយក្នុងទីនេះនឹងក៏បានទៅតាមដងផ្លូវសម្បូរទៅដោយទេសភាពដែលជាទីគាប់ចិត្តទាំងខ្ញុំទាំងអ្នកទាំងអស់គ្នាតែម្ដងហើយពួកខ្ញុំពិតជាទទួលអារម្មណ៍មួយដែលពួកខ្ញុំភាពរីករាយទាំងអស់គ្នាតែម្ដងម្ល៉េះនេះដឹកអ្នកជាងសប្បាយខ្លាំងមែនទែនហើយពួកយើងទាំងអស់គ្នាក៏បន្តទៅមុខរហូតទៅដល់ខេត្តកាត់ទៅពួកយើងជប់សម្រាប់មិត្តភក្តិខ្ញុំម្នាក់ពិតជាលោភខ្លាំងមែនទែនព្រោះគាត់ត្រូវថែមគ្រឿងម្សៅដើម្បីទៅលេងខេត្តកាត់ទាំងអស់គ្នាម្នាក់ពិតជាប្រញាប់មែនទែនដើម្បីទៅរកម្ហូបអាហារញ៉ាំពេលថ្ងៃនៅវត្តសំដល់កែបហើយខាងឆ្នៃនោះជាវៀតណាមគាត់ទៅលេងទៅកោទៅបតទៅជួយបាយចង់រកទៅដល់ហើយហើយពួកយើងក៏បានចូលផ្សារក្តាមដើម្បីទិញគ្រឿងសង្វត្ថយកទៅធ្វើម្ហូបញ៉ាំមិត្តភក្តិខ្ញុំម្នាក់ពិតជាសប្បាយចិត្តខ្លាំងមែនតែពួកគាត់ដែរមកសមុទ្រហើយខ្ញុំក៏ធ្លាប់មកម្ដងដែរតែទៅភាសាអនុអញ្ចឹងមានអារម្មណ៍តែវារៀងប្លែកដែរហើយនៅកន្លែងដែលខ្ញុំថតនោះគឺនៅជិតកន្លែងផ្សារក្តាមតែបងប្អូនទាំងអស់គ្នាពួកយើងទាំងអស់គ្នាបានថតរូបលេងនៅកន្លែងហ្នឹងហើយបន្ទាប់មកក៏ដើរមកកន្លែងផ្សារវិញដើម្បីទៅឆ្នេរកែបតែម្ដងហើយតាមផ្លូវដើរទៅក៏មានអារម្មណ៍តែរៀងប្លែកដែរដើរបានបន្តិចមកក៏មកដល់កន្លែងឡានហើយពួកយើងអង្គុយជិតមកតែគេឆ្លាក់ស្អាតមែនទែនហើយដោយសារយើងរៀងអស់កម្លាំងដោយសារយើងធ្វើដំណើរឆ្ងាយចឹងខ្ញុំក៏បានអង្គុយលេងហើយខ្ញុំក៏បានមកខាងក្រោយកន្លែងសួនហ្នឹងស្អាតមែនទែនបងប្អូនទាំងគ្នាកន្លែងហ្នឹងមានម្លប់មានពងមានអីផ្សេងដែរយើងអាចថតរូបណាទូចនិយាយទេតោះតែងាយមកដល់ដើម្បីបានហៅទៅគាត់មួយណាខ្ញុំបានដើរលេងតាមមាត់ឆ្នេរសប្បាយទោះថាពេលទៅដល់ហ្នឹងរៀងក្តៅដែរម៉ោងខ្ទង់12ប៉ុន្តែមានបងប្អូនគាត់លេងនៅតាមលេងទឹកនៅតាមឆ្នេរខ្ញុំក៏បានលេងទឹកហើយក៏ទឹកងុយអីរួចក៏បានដើរទៅលេងកន្លែងផ្សេងទៀតសប្បាយទោះតែមិនរៀងក្តៅតិចតួចហ្នឹងឯងទេសភាពតែពេលដែលខ្ញុំដើរទៅនឹងមានបងប្អូនលោតតាមផ្លូវហើយក៏មានអ្នកឈើមកលុបដែរហើយក៏បានថតរូបលេងអញ្ចឹងទៅបងប្អូនទាំងអស់គ្នាខ្ញុំទៅដល់ក្រោយគេហើយខ្ញុំបានដើរទៅដល់មិត្តភក្តិខ្ញុំទាំងអស់គ្នាហើយដងទេគេបន្ទាប់ពីយើងបានចេញពីឆ្នេរកែបយើងក៏បន្តទៅដងទេទៀតដែលស្ថិតនៅក្នុងខេត្តកំពតពួកយើងធ្វើដំណើរបន្តិចមកយើងក៏បានមកដល់ដងទេហើយពួកខ្ញុំក៏បានដើរទៅកន្លែងដែលយើងអាចលេងបានពេលនេះខ្ញុំបានមកដល់ដងទេហើយកន្លែងđóហើយមើលបានទេខ្ញុំគ្រាន់ជុំមកដល់កំពតនេះមានទូទៀតកំពតដើមមិនចេះនៅស្នេហ៍នេះអានឹងអាដើមនេះហ៎អានេះគេហៅសុជីទៅឡាហ្នឹងមែនដល់ទៅឡាអញ្ចឹងហ៎ដល់ព្រែងហ្នឹងគាត់ទៅឡាក្បាលខ្ញុំអញ្ចឹងដល់ទៅឡាអានឹងមានធ្លាប់នេះធ្លាប់ពុះវាទៅទៅឡាទៀតអត់ទេអើយយើងស្អាតចូលដែរណែវាមកតាហើយស្អាតមកមានរីបោះទេចាប់ទៀតហើយប៉ុណ្ណឹងពួកយើងបានមកដល់កន្លែងលេងហើយពួកយើងក៏បានចរចាគ្នាថាពួកយើងជិះទូកឬក៏ជិះទាអញ្ចឹងទៅខ្ញុំបានជិះទូកប៉ុន្តែបានថតទេសប្បាយតែអត់ចេះអ៊ំផងពេលនេះជិះទាដែរ